អ្នកថាចាំតែថារីឯអ្នកធ្វើនៅតែបន្តធ្វើនៃនេះគឺខ្ញុំនិយាយសំដៅទៅលើអ្នកធ្វើសប្បុរសធម៌ឬក៏អ្នករៃអង្គាសជាគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ផ្សេងរបស់របរដែលចាំបាច់សម្រាប់បងប្អូនជនភៀសសិទ្ធព្រោះថាឥឡូវនេះប្រទេសយើងកំពុងតែវឹកវរអញ្ចឹងបងប្អូនមិនបាច់ខ្វល់រឿងអ្នកដែលទៅអ្នកដែលចាំតែថាអ្នកដែលរិះគន់បងប្អូនមិនបាច់ខ្វល់ទេសំខាន់ឥឡូវនេះយើងកំពុងតែធ្វើអីហើយដើម្បីអីគោលបំណងអីក្នុងអំឡុងពេលនេះប្រទេសជាតិកំពុងតែវឹកវររឿងសង្គ្រាមពីចៅឆ្លៀនពៀនសៀមនេះកុំយកពេលនេះមករិះគន់គ្នាកុំយកពេលនេះមកចាប់កំហុសគ្នាកុំយកពេលនេះមកឆ្លោះតោះតែងគ្នានាំតែខ្មាស់គេនាំតែប្រទេសជិតខាងជាពិសេសអាចៅសៀមឆ្លៀនពៀននេះមើលងាយយើងទេបងប្អូននៅព្រំដែននោះកំពុងតែត្រូវការពួកយើងទៅជួយពួកគាត់អ្វីដែលពួកយើងអាចជួយបានគឺយើងធ្វើទៅចូលរួមរៃអង្គាសចូលរួមជាកម្លាំងចិត្តចូលរួមជាកម្លាំងកាយជាជំនួយអីផ្សេងហើយបើសិនជាអាចមិនបាច់ជាការបាញ់លុយអីក៏បានដែរបងប្អូនយកលុយខ្លួនឯងនឹងទៅទិញគ្រឿងទាំងអស់ហ្នឹងយកមកឲ្យពួកយើងផ្ទាល់តែម្ដងពួកយើងបានប្រមូលផ្ដុំគ្នានៅទីតាំងមួយកន្លែងផ្លូវ2004ខ្ញុំនឹងដាក់ទីតាំងនៅខាងក្រោមឲ្យបងប្អូនងាយស្រួលរកពួកយើងគឺនៅចាំទទួលជំនួយពីបងប្អូនមិនថាទឹកសុទ្ធអង្ករត្រីខមីអំបុកអំបិលប៊ីចេងត្រីប្រហុកត្រីឆ្អើរត្រីញៀតអីនោះទេសំខាន់ឲ្យតែរបស់របរបងប្អូនគេថាចាំបាច់សម្រាប់ពួកគាត់នៅនោះត្រូវការបងប្អូនហើយជាពិសេសឥឡូវល្ងាទៀតត្រូវការខោអាវត្រូវការភួយខ្នើយមុងកទេតង់អីចឹងទៅហើយបងប្អូនមិនបាច់ប្រកាន់ទេបងប្អូនជួយទៅតាមរយៈបុគ្គលណាក្រុមណាក៏បានដែរអ្នកណានៅចិត្តទីតាំងណាយើងយកទៅឲ្យអ្នកចិត្តទីតាំងនោះទៅគាត់ថាឥឡូវនេះឃើញមានបងប្អូនយើងគាត់ប្រមូលដុំគ្នាគាត់ជួយគ្នាជាកម្លាំងគឺច្រើនគឺយើងមានការចូលរួមជួយច្រើនមែនតើអញ្ចឹងសប្បាយចិត្តទៅវិញទេគឺមានការសប្បាយចិត្តមែនតើពួកខ្ញុំនេះក៏ជួយខាងនោះក៏ជួយអញ្ចឹងទៅយើងជួយទៅទាំងអស់គ្នាទៅយើងឆាប់បានទៅដល់គោលដៅពួកគាត់នោះកំពុងតែតឹងរងចាំយើងណាព្រោះយើងបានធ្វើម្ដងហើយយកទៅទីតាំងនៅខាងឧត្តរមានជ័យបងប្អូនបាទពួកគាត់ភៀសសឹកមួយសាហើយទៅដល់ផ្ទាល់ជួបផ្ទាល់តែម្ដងបងប្អូនអើយមិនថាក្មេងចាស់ប្រុសស្រីទេគាត់សប្បាយចិត្តណាស់ពេលបានទៅជួយគាត់ទាន់ពេលវេលាពេលប្រទេសជាតិមានបញ្ហាទេបងប្អូនគ្មានជនបរទេសណាមកជួយយើងក្រៅពីខ្មែរគ្នាឯងទេខ្មែរគ្នាឯងគឺជួយទាន់ចិត្តទាន់ពេលវេលាអញ្ចឹងណាជនបរទេសមួយចំនួនតូចក៏មួយចំនួនធំជួយយើងដែរតែអ្វីដែលយើងអាចជួយបានទាន់ពេលវេលានេះគឺនេះចាំបាច់ណាបងប្អូនជនភៀសសិទ្ធឬក៏គ្រឿងឧបភោគសម្រាប់បងកងទ័ពជួបមកអីចឹងណាដូចជាស្អែកបងប្អូនឃើញបងដែលកងទ័ពយើងកំពុងតែតស៊ូកំពុងតែលះបង់សេះស្លាប់ឈាមស្លាប់ជាមួយនឹងចៅសៀមឈាមពៀននេះអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់ចូលរួមគឺយើងអាចមកបានទីតាំងនៅលើផ្លូវ2004ហើយបងប្អូនអាចមកតាម location នេះឬក៏តំណតំណមកខ្ញុំផ្ទាល់ត្រូវការយកស្បៀងត្រូវការខ្ញុំទៅយកនៅកន្លែងណាអីក៏យើងអាចប្រាប់ដល់ខាងខ្ញុំវិញបានណាអរគុណច្រើនបងប្អូនអរគ្នា